សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដឹងអំពីការដែលយើងញ៉ាំស៊ុបក្តៅៗឬគេហៅថាជាប្រភេទ hot pot គឺគេហាមឃាត់មនុស្ស5ក្រុមដែលមិនគួរទទួលទានជាដាច់ខាតមិនថាជាស៊ុបក្តៅៗឬជាប្រភេទ hot pot គឺជាមុខម្ហូបដ៏ពេញនិយមនៅខេត្តត្រជាក់ទោះជាយ៉ាងណាក៏ដោយមនុស្សមួយចំនួនគួរតែជៀសវាងក្នុងការទទួលទានអាហារក្តៅៗដោយសារតែអាចមានគ្រោះថ្នាក់ដល់សុខភាពដោយជាថាហេតុទី1មនុស្សដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយរួមមានអ្នកជំងឺប្តូរសរីរាង្គដែលប្រើថ្នាំការពារភាពស៊ាំអ្នកដែលកំពុងទទួលការព្យាបាលជំងឺមហារីកដោយការព្យាបាលដោយប្រើគីមីការព្យាបាលដោយវិទ្យុសកម្មអ្នកដែលមានជំងឺអូតូអ៊ុយមីនដូចជាជំងឺលុយពីសឬជំងឺរលាកសន្លាក់ឆ្អឹងមេរោគអេដស៍ប្រព័ន្ធភាពស៊ាំចុះខ្សោយធ្វើឲ្យរាងកាយពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីនិងមេរោគដែលមាននៅក្នុងអាហារឆៅឬមិនទាន់ចម្អិនជាពិសេសស៊ុបជាម្ហូបដែលមានហានិភ័យខ្ពស់នៃការចម្លងមេរោគដោយបាក់តេរីព្រោះអាហារឆៅនិងឆ្អិនតែងតែដាក់នៅជិតគ្នាដែលធ្វើឲ្យការចម្លងមេរោគមានភាពងាយស្រួលការចែករំលែកចង្កឹះឬកាញ់អាហារជាមួយឧបករណ៍មិនស្អាតអាចបង្កើតហានិភ័យនៃការឆ្លងមេរោគទី2ស្ត្រីមានផ្ទៃពោះកុមារនិងមនុស្សចាស់ក្រុមមនុស្សទាំងនេះមានភាពធន់ទ្រាំខ្សោយងាយនឹងបាក់តេរីឬអាហារគ្មានអនាម័យជាពិសេសការទទួលទានសាច់ឬអាហារសមុទ្រមិនទាន់ឆ្អិនអាចនាំឲ្យមានការចម្លងរោគListeria Salmonella ឬ E. coli ដែលបណ្ដាលឲ្យពុលអាហារស៊ុបជូរហឹរអាចរំខានដល់ប្រព័ន្ធរំលាយអាហាររបស់កុមារឬមនុស្សចាស់ងាយនឹងមិនរំលាយអាហារឬសម្ពាធឈាមខ្ពស់ប្រសិនបើពួកគេញ៉ាំអាហារប្រៃនិងខ្លាញ់ច្រើនពេកក្នុងឆ្នាំងក្តៅទី3អ្នកដែលមានជំងឺរំលាយអាហារអ្នកដែលមានបញ្ហាពោះវៀនរួមមានដំបៅក្រពះរលាកក្រពះពោះវៀនរលាកពោះវៀនរលាកប្រវៀនជំងឺCrohn ប្រសិនបើទទួលទានស៊ុបប្រភេទជូរហឹរអាចធ្វើឲ្យរលាកស្រទាប់ក្រពះធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ដូចជាឈឺពោះចង្អោរនិងរាគស៊ុបក្តៅៗជាមួយប្រេងច្រើនអាចបង្កើនហានិភ័យនៃការរំលាយអាហារនិងហើមពោះការទទួលទានគ្រឿងទេសឬអាហារដែលមានជាតិ fermented ច្រើនពេកអាចបណ្ដាលឲ្យមានអតុល្យភាពនៃ microflora ពោះវៀនទី4អ្នកដែលមានអាឡែហ្ស៊ីអាហារក្តៅៗមានអាហារច្រើនប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមានអាឡែហ្ស៊ីជាពិសេសអាហារសមុទ្របង្គាក្តាមខ្យងសណ្តែកសៀងសណ្តែកដីស៊ុចទឹកដោះគោម្សៅ gluten គុយទាវឬម្សៅការចែករំលែកឆ្នាំងក្តៅអាចធ្វើឲ្យអាហារមានជាតិពុលឆ្លងដែលបណ្ដាលឲ្យមានប្រតិកម្មធ្ងន់ធ្ងរប្រសិនបើមិនប្រយ័ត្នអ្នកដែលមានអាឡែហ្ស៊ីអាចញ៉ាំអាហារដែលបង្កគ្រោះថ្នាក់ដោយចៃដន្យដែលនាំឲ្យមានការឆក់ Anaphylactic ទី5អ្នកដែលមានបញ្ហារោគប្រគ្រីវឬតម្រងនោមអ្នកដែលមានជំងឺរលាកសន្លាក់ហ្គោឬជំងឺទាក់ទងនឹងតម្រងនោមដូចជាគ្រោះក្នុងតម្រងនោមឬជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃអាចជួបប្រទះនឹងបញ្ហាដោយសារឆ្នាំងក្តៅមានផ្ទុកមាតិកា Purin ខ្ពស់បរិមាណអំបិលខ្ពស់ក្នុងរាងកាយយ៉ាងណាមិញប្រសិនបើអ្នកចង់ទទួលទានត្រូវប្រាកដថាអាហារចម្អិនឲ្យបានហ្មត់ចត់និងកុំដាក់អាហារច្រើនពេកក្នុងឆ្នាំងម្ដងប្រើឧបករណ៍ដាច់ដោយឡែកសម្រាប់អាហារឆៅនិងឆ្អិនកុំឲ្យអាហារឆៅប៉ះនឹងអាហារឆ្អិននៅពេលដែលចម្អិនយូរស៊ុបក្តៅអាចប្រមូលផ្ដុំជាតិខ្លាញ់សូយ៉ូមនិងសារធាតុ Purin ច្រើនយ៉ាងអ្នកដែលមានបញ្ហាសម្ពាធឈាមក្រលៀងឬជំងឺរលាកសន្លាក់ហ្គោគួរតែកំណត់ត្រានៃការទទួលទានអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ